ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel Knowledge Cambodia ថ្ងៃនេះនាងខ្ញុំសូមបរិយាយអំពីអត្ថប្រយោជន៍របស់ខ្លាញ់ត្រី Omega 3 អត្ថប្រយោជន៍របស់ខ្លាញ់ត្រី Omega 3 សម្រាប់សុខភាពមានច្រើនយ៉ាងរួមទាំងការការពារនិងការព្យាបាលបញ្ហាសុខភាពមួយចំនួនផងដែរអត្ថប្រយោជន៍ទាំងនោះមានដូចជាសម្រាប់សុខភាពបេះដូងនិងសរសៃឈាមអាចបញ្ចុះសម្ពាធឈាមខ្លាញ់ត្រីអាចជួយកាត់បន្ថយសម្ពាធឈាមបានខ្ពស់និងជួយកាត់បន្ថយខ្លាញ់ Triglyceride Omega 3 អាចជួយបញ្ចុះកម្រិតខ្លាញ់អាក្រក់ក្នុងឈាមយ៉ាងមានប្រសិទ្ធភាពកាត់បន្ថយឱកាសគាំងបេះដូងនិងដាច់សរសៃឈាមខួរក្បាលជួយទប់ស្កាត់ការកកឈាមនិងការលូតលាស់នៃកំណកកំបោរក្នុងសរសៃឈាមរក្សាចង្វាក់បេះដូងឲ្យថេរជួយការពារបញ្ហាចង្វាក់បេះដូងមិនប្រក្រតីសម្រាប់សុខភាពខួរក្បាលនិងភ្នែកពង្រឹងមុខងារខួរក្បាល DHA ដែលមានក្នុងខ្លាញ់ត្រីគឺជាសមាសធាតុសំខាន់នៃខួរក្បាលដល់ការអភិវឌ្ឍខួរក្បាលទារកការទទួលទាន Omega 3 អំឡុងពេលមានផ្ទៃពោះមានសារៈសំខាន់សម្រាប់ការលូតលាស់ខួរក្បាលនិងភ្នែករបស់ទារកកាត់បន្ថយហានិភ័យនៃជំងឺភ្លេចភ្លាំងការសិក្សាមួយចំនួនបង្ហាញថាវាអាចជួយកែលម្អការចងចាំចំពោះមនុស្សវ័យចំណាស់កាត់បន្ថយជំងឺធ្លាក់ទឹកចិត្តខ្លាញ់ត្រីដែលមាន APA ខ្ពស់អាចជួយកែលម្អរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្តជួយដល់ការផ្ចង់អារម្មណ៍អាចជួយកែលម្អស្ថានភាពផ្ចង់អារម្មណ៍ខ្លាំងចំពោះកុមារសម្រាប់សុខភាពឆ្អឹងនិងសន្លាក់កាត់បន្ថយជំងឺរលាកសន្លាក់អាចជួយកាត់បន្ថយការឈឺចាប់និងរឹងសន្លាក់បង្កើនដង់ស៊ីតេឆ្អឹងការទទួលទាន Omega 3 ត្រូវបានផ្សារភ្ជាប់ជាមួយនឹងដង់ស៊ីតេឆ្អឹងខ្ពស់ដែលអាចការពារជំងឺឆ្អឹងសម្រាប់ស្បែកជួយរក្សាសំណើមស្បែកជួយគ្រប់គ្រងការផលិតជាតិខ្លាញ់របស់ស្បែកនិងរក្សាតុល្យភាពជាតិទឹកកាត់បន្ថយបញ្ហាស្បែកជួយកាត់បន្ថយបញ្ហាស្បែកស្ងួតរលាកនិងមុនចំណាំវាជាការល្អបំផុតក្នុងការទទួលទាន Omega 3 ពីប្រភពអាហារដូចជាត្រីសាម៉ុនត្រីសាឌីននិងត្រីម៉ាកែលប្រសិនបើលោកអ្នកសម្រេចចិត្តប្រើប្រាស់ថ្នាំគ្រាប់គួរពិគ្រោះជាមួយគ្រូពេទ្យជាមុនដើម្បីទទួលបានកម្រិតត្រឹមត្រូវអាហារដែលសម្បូរ Omega 3រួមមានត្រីដែលសម្បូរខ្លាញ់គ្រាប់ធញ្ញជាតិមួយចំនួននិងប្រភពរុក្ខជាតិផ្សេងទៀតត្រីនិងអាហារសមុទ្រមានត្រីសាម៉ុនត្រីម៉ាកែលត្រីធូណាត្រីសាឌីនឈូរីត្រីហឺរីងប្រេងថ្លើមត្រីខតនិងអយស្ទ័រគ្រាប់ធញ្ញជាតិនិងគ្រាប់រុក្ខជាតិមានដូចជាគ្រាប់ជីគ្រាប់ផ្លែហ្វ្លេកគ្រាប់វ៉លណាត់គ្រាប់ធញ្ញជាតិអេដាម៉ាមេចំពោះប្រភពរុក្ខជាតិដទៃទៀតមានផ្កាខាត់ណាខៀវប្រេងកាណូឡាសណ្តែកសៀងសារ៉ាយសមុទ្រនិងសារ៉ាយការទទួលទាន Omega 3 ជួយដល់សុខភាពបេះដូងនិងខួរក្បាលមានប្រសិទ្ធភាពប្រឆាំងចំពោះការរលាកសូមអរគុណបងប្អូនចំពោះការស្ដាប់តាំងពីដើមដល់ចប់សូមបងប្អូនជួយចុច Subscribe រួចចុចសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗសូមអរគុណ